រៀបសួរបងប្អូនបាទថ្ងៃនេះខ្ញុំមកថតបង្ហាញពីមេគូមួយដែលស្ថិតនៅក្បែរភូមិខ្ញុំបាទមេគូនេះគឺវាទឹកនឹងផើមទេបងប្អូនបាទផើមប្រហែលជា7 ខែកន្លះហើយវារៀបនឹងកូនបាទហើយមេគូនេះអត់ចេះរើសស្មៅទេបងប្អូនបាទយើងគិតមើលថាខែនេះវាទឹកលិចអស់ហើយស្មៅបាទប៉ុន្តែគាត់ម្ចាស់គាត់នោះគាត់ចង់តាណាក៏ហូតស៊ីដែរបងប្អូនបាទហើយគាត់ក៏មានស្មៅគាត់ដាំដែរប៉ុន្តែដល់ខែនេះទឹកលិចអស់ទៅគាត់អត់លិចស្មៅអស់ស្មៅទៅបានស្លាប់គាត់តែប៉ុន្តែដាំតទៀតទេគាត់តែខែទៀតក៏ដាំហើយប៉ុន្តែខ្ញុំសើថាគាត់ចិញ្ចឹមមីគូពូជនេះគឺថាចិញ្ចឹមធូរណាស់គេប្រាប់ខ្ញុំណាជួនណាបាទបងប្អូនពីពើអត់ទៅខ្លួនចិញ្ចឹមទេបងប្អូនណាបើសិនណាយើងមានដីទូចមកចិញ្ចឹមបានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនមិនគិតថាចង់ចិញ្ចឹមមីពូជបងប្អូនមិនគិតថាចាំតែមានដីធំឬដាំស្មៅទេបាទព្រោះមីពូជគូតលេយើងនេះចិញ្ចឹមខ្លួនជាងគូ5ម៉ាន់បាទសាច់វាក៏ល្អដែរបងប្អូនហើយនិយាយពីតម្លៃទីផ្សារវាសប្តាហ៍ថ្ងៃគឺល្អណាស់បងប្អូនបាទទាំងអស់លើវិញងើបថាវាមិនល្អប៉ុន្មានទេប៉ុន្តែវាងើបឡើងវិញវាលើពីក្រាន់ជាង2ឆ្នាំ3ឆ្នាំមុនណាបងប្អូនណាបាទអញ្ចឹងបងប្អូនអាចមានប្រាក់តិចតួចចិញ្ចឹមទៅបាទសូមអរគុណ